មស្ឆៅមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដោយសារវាផ្ទុកទៅដោយសារធាតុសំខាន់ដូចជា Allicin ដែលជាសមាសធាតុស្ពាន់ធម៌ដែលមានប្រសិទ្ធភាពខ្ពស់ការញ៉ាំខ្ទឹមស្ឆៅអាចជួយ 1. ពង្រឹងប្រព័ន្ធភាពស៊ាំខ្ទឹមជាប្រភពដ៏ល្អនៃវីតាមីន K, B5 ម៉ង់ហ្គាណេសនិងសេលេញូមដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយការទទួលទានខ្ទឹមជាប្រចាំអាចជួយកាត់បន្ថយភាពញឹកញាប់នៃការកើតជំងឺផ្ដាសាយនិងកាត់បន្ថយភាពធ្ងន់ធ្ងរនៃរោគសញ្ញា 2. ល្អសម្រាប់សុខភាពបេះដូងខ្ទឹមអាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ LDL និងបង្កើនកូលេស្តេរ៉ុលល្អ HDL សារធាតុ Allicin ក្នុងខ្ទឹមជួយសម្រួលសរសៃឈាមនិងធ្វើឲ្យឈាមរត់បានស្រួលដែលកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាល 3. ប្រឆាំងបាក់តេរីនិងមេរោគខ្ទឹមមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីវីរុសនិងផ្សិតការញ៉ាំខ្ទឹមស្ឆៅអាចជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្សេងរួមទាំងបាក់តេរីដែលបង្កឲ្យមានបញ្ហាពោះវៀន 4. ជួយដល់ការរំលាយអាហារការញ៉ាំខ្ទឹមស្ឆៅពេលពោះទេអាចជំរុញការរំលាយអាហារនិងធ្វើឲ្យសុខភាពពោះវៀនប្រសើរឡើងវាជួយផលិតអង់ស៊ីមរំលាយអាហារនិងរក្សាតុល្យភាពបាក់តេរីល្អក្នុងពោះវៀន 5. បន្សាបជាតិពុលពីរាងកាយសមាសធាតុស្ពាន់ធម៌នៅក្នុងខ្ទឹមអាចជួយបន្សាបជាតិពុលនិងលោហៈធ្ងន់ចេញពីរាងកាយវាគាំទ្រដល់មុខងារថ្លើមនិងជួយសម្អាតជាតិពុល 6. គ្រប់គ្រងជាតិស្ករក្នុងឈាមខ្ទឹមអាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាមនិងធ្វើឲ្យការគ្រប់គ្រងជាតិស្ករបានល្អប្រសើរដែលមានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី 2 7. កាត់បន្ថយការរលាកខ្ទឹមមានសមាសធាតុប្រឆាំងការរលាកដូចជា Glycerol disulfide ដែលអាចជួយកាត់បន្ថយការរលាកក្នុងរាងកាយនិងបំបាត់រោគសញ្ញានៃជំងឺរលាកសន្លាក់ចំណាំដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីខ្ទឹមការញ៉ាំខ្ទឹមស្ឆៅគឺល្អបំផុតព្រោះកម្ដៅអាចបំផ្លាញសារធាតុ Allicin អ្នកអាចបុកឬចិតវាហើយទុកចោលប្រហែល15នាទីមុននឹងញ៉ាំដើម្បីឲ្យសារធាតុ Allicin កើតបានល្អការញ៉ាំខ្ទឹមស្ឆៅ1-2 កំពឹសក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ទោះជាយ៉ាងណាក៏ដោយការញ៉ាំច្រើនពេកអាចបណ្ដាលឲ្យមានជាតិអាស៊ីតឬក្រហាយទ្រូងប្រសិនបើអ្នកមានបញ្ហាសុខភាពឬកំពុងប្រើថ្នាំសូមពិគ្រោះជាមួយគ្រូពេទ្យមុននឹងចាប់ផ្ដើមញ៉ាំខ្ទឹមស្ឆៅជាប្រចាំ